អ្នកទាំងអស់គ្នាឡើយខ្ញុំមកលេងវគ្គនេះដោយសារតែខ្ញុំឈឺចឹងខ្ញុំមកបាននិយាយអីអ្នកទាំងអស់គ្នាចឹងខ្ញុំក៏មកលេងហ្គេមមកប្រាប់អ្នកទាំងអស់គ្នារឿងឲ្យប្រយ័ត្នខ្លួនហើយថែសុខភាពផងអ្នកទាំងអស់គ្នាដោយសារមនុស្សយើងឥឡូវសំខាន់ណាកូវីដបានមកដល់ម្ដងទៀតហើយនឹងជំងឺញ៉ាំសាច់គោទៅកើតអីអារោគខ្មៅអ្នកទាំងអស់គ្នាចឹងអ្នកនៅថៃស្លាប់អស់ម្នាក់ឯងអ្នកទាំងអស់គ្នាចឹងជួយប្រុងប្រយ័ត្នអ្នកទាំងអស់គ្នាផងដោយសារឥឡូវគឺមានអ្នកនិយាយទៅពិបាកយាយមកចឹងអ្នកទាំងអស់គ្នាកុំភ្លេចថែសុខភាពផងណាអ្នកទាំងអស់គ្នាហើយថ្ងៃហ្នឹងក៏ខ្ញុំមិនដឹងនិយាយពីអីដែរដោយសារតែឥឡូវខ្ញុំឈឺអញ្ចឹងនិយាយអត់សូវបានច្រើនមែនទេប៉ុន្តែតស៊ូដើម្បីអ្នកទាំងអស់គ្នាចឹងសុខចិត្តបយទាំងឈឺនឹងបដ ாய் ទៅពេលទៅអ្នកទាំងអស់គ្នាប្រកាសជាលឺសំឡេងខ្ញុំរៀងប្លែករៀងគួរតិចទៅចឹងអ្នកទាំងអស់គ្នាកុំប្រកាន់ច្រើនអីណាហើយយើងចូលរួមទប់ស្កាត់មេរោគទាំងអស់គ្នាដើម្បីថែសុខភាពអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេបាយអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាឃើញនៅសល់ច្រើនទៀតតែបាត់បយខ្ញុំឮតែសំឡេងបាត់ជំនាញតិចដោយសារតែខ្ញុំឈឺចឹងខ្ញុំនិយាយមិនអស់ហើយមិនអស់ទៀតដោយសារតែខ្ញុំឈឺចឹងខ្ញុំនិយាយអត់បានច្រើនហើយណាមួយក៏អត់ដឹងនិយាយពីអីអត់ដឹងនិយាយពីរឿងអីទេចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាយអ្នកទាំងអស់គ្នាស្ដាប់ភ្លេងលេងណាហើយមកខ្ញុំលេងតិចទៅហើយបើចង់អេដមកខ្ញុំអាច comment នៅខាងក្រោមបានចាំខ្ញុំប្រាប់ហើយឈ្មោះខ្ញុំឈ្មោះឡងសុពុតជានិតវាយអង់គ្លេសទៅហើយបើអ្នកទាំងអស់គ្នាអ្នកតាមដាន account ខ្ញុំវាយឈ្មោះ account ខ្ញុំហើយដាក់លេខ87នៅក្នុង Roblox ទៅអ្នកទាំងអស់គ្នានឹងឃើញខ្លួនខ្ញុំហើយប៉ុន្តែខ្លួនខ្ញុំមានពីរដោយសារ account ខ្ញុំត្រូវបានគេ hack ច្រើនដងហើយខ្ញុំដាក់តែឈ្មោះអញ្ចឹងដដែលពេលទៅគេ hack រហូតពេលទៅវាមានខ្លួនរៀងច្រើនណាអ្នកទាំងអស់គ្នាមានខ្លួនមួយឡងសុពុទ្ធធានាអត់មាន87ទេអានោះខ្លួនខ្ញុំចាស់មាន Robux ច្រើនណាឥឡូវគេ hack យកបាត់ហើយប៉ុន្តែខ្ញុំបង្កើត account ថ្មី Robux ក៏មិនសូវជាច្រើនមែនដែរដូចនៅក្នុងវីដេអូចឹងបើអ្នកទាំងអស់គ្នាឃើញខ្ញុំនិយាយច្រើនចឹងគឺស្អកកខ្លាំងមែនតើប៉ុន្តែខ្ញុំធ្វើមិនដើម្បីដល់អ្នកទាំងអស់គ្នាហើយដើម្បីឲ្យវីដេអូនេះឆាប់លឿនចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជំរាបលាបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយដឹងជាមានវីដេអូក្រោយអត់ទេអូខេឥឡូវយើងក៏ខលយើងបាយកាយយើងបាយទៅបាយ see you next time អ្នកទាំងអស់គ្នាបាយ